ជាសេដ្ឋកិច្ចដង្ហើមរបស់ជាតិត្រូវដួលរលំឲ្យគាត់បានអីរស់វាអត់មានអីរស់ហើយបើអត់អីរស់ធ្វើម៉េចដើម្បីរស់លួចគេធ្វើចោលមានវិធីហ្នឹងហើយចោលគាត់ស្រែកថាឥឡូវអន្តរជាតិគេដាក់ថ្កោលទោសពីដើមឡើងហ៊ុនម៉ាណែតក៏ដោយហ៊ុនសែនក៏ដោយគ្រួសារបកពួកតកូលហ៊ុននឹងចោទយើងដែលនិយាយពីអក្រិតកម្មអនឡាញចោទទាំងស្រុងថាយើងនឹងបំពុលសង្គមនិយាយតែប្រេះតែផ្ដាស់តែទីបំផុតលោកហ៊ុនម៉ាណែតអ្នកទទួលស្គាល់ឃើញទេសម្ភាសនៅកាសែតអាសេរាសម្ភាសនៅកាសែតអន្តរជាតិបានបញ្ចេញទៅហើយថាមានឧក្រិដ្ឋកម្មអនឡាញពិតមែនតែវាអត់តាក់ទងនឹងរដ្ឋាភិបាលទេអត់បានរដ្ឋាភិបាលយកលុយនឹងទេតែអន្តរជាតិគេរកឃើញរួចទៅហើយបើមិនចឹងមិនមែនអាមេរិកកាំងគេបង្កក់លុយរបស់ចិនស៊ី 15,000 លាននោះទេណាអានឹងហើយដែលរបបលោកហ៊ុនសែនគ្មានសមត្ថភាពទេបងប្អូនគ្មានសមត្ថភាពនឹងដឹកនាំប្រទេសនឹងរៀបចំប្រទេសនឹងធ្វើឲ្យប្រជាពលរដ្ឋរីករាយរស់បានអត់ទេអញ្ចឹងបើប្រជាពលរដ្ឋនៅក្នុងស្រុកមិនព្រមនឹកពលទាហានជាពិសេសអស់លោកដែលជាមន្ត្រីពលទាហានដល់ពេលវេលាហើយដែលអស់លោកត្រូវតែបដិញ្ញាចិត្តថាអញធ្វើដើម្បីកូនអញដើម្បីចៅអញបើមិនអញ្ចឹងទេចៅរបស់លោកគ្មានចដាឡើងទេគ្មានអំណាចទេពេលដែលបាត់បង់លោកទៅហើយលោករក្សាជីវិតរបស់លោកដើម្បីបំផ្លាញកូនដើម្បីបំផ្លាញចៅលោកបងប្អូនពិចារណាចំណុចនេះគឺក្តៅខ្មែរយើងមិនអាចនៅតទៅទៀតបែបហ្នឹងទេហើយរបបលោកហ៊ុនសែនគ្មានថ្ងៃដែលគេអនុគ្រោះគេលើកលែងទោសឲ្យគាត់ទេអត់ទេចោលលួចពិភពលោកណាបងប្អូនឧក្រិដ្ឋកម្មអនឡាញនេះធ្ងន់ធ្ងរណាស់ហើយតាក់ទងជាមួយនឹងស្ថាប័នដីធ្លីដែលខ្ញុំជាប្រធានស្ថាប័នដីធ្លីនឹងជួយពលរដ្ឋក្រីក្រខ្ញុំនឹងបកស្រាយក្នុងពេលឆាប់នេះខ្ញុំនឹងចេញសេចក្តីថ្លែងការណ៍ដើម្បីសេចក្តីប្រកាសឲ្យបងប្អូនដឹងថាតើស្ថាប័ននៅពេលដែលត្រឡប់ទៅចូលទៅដឹកនាំប្រទេសរៀបចំយ៉ាងម៉េចយើងមិនមែនចេះតែថាយើងមិនចេះតែនិយាយព្រាវៗឲ្យបងប្អូនយើងត្រូវរៀបចំឲ្យច្បាស់លាស់បើទោះបីមានអ្នកបិទអ្នកទប់មិនឲ្យបញ្ចេញឲ្យច្បាស់លាស់យើងនៅតែធ្វើអត់អ្នកឯងអាចមកទប់បានទេព្រោះរឿងដីធ្លីបងប្អូនពិចារណាដល់កាលណាយើងបាត់បង់ដីធ្លីប្រជាពលរដ្ឋយើងត្រូវតែវេទនាបងប្អូនមើលទៅជនភៀសឹកប្រហែល10000នាក់ដែលកំពុងតែបាត់ដីធ្លីថាតើឲ្យជីវភាពគាត់យ៉ាងម៉េចពីថ្ងៃនេះទៅជីវភាពគាត់មានតែចុះអន់ក្រថយទៅជាដរាបអត់មានកើតឡើងទេព្រោះដោយសារការបាត់បង់ដីធ្លីនេះឯងហើយបើការបាត់បង់ដីធ្លីហើយមិនឲ្យយើងនិយាយមិនឲ្យយើងថាមានន័យថាម៉េចណាប្រជាពលរដ្ឋត្រូវងើបពីបញ្ហាហ្នឹងដីធ្លីរាល់ថ្ងៃដែលខ្ញុំបានលើកឲ្យបងប្អូនជ្រាបជាព័ត៌មានទី1ដី2លាន3សែនហិកតាមិនមែនសៅរ៉ាស៊ីចេះតែនិយាយទេណាគឺមានគណនីមានទិន្នន័យច្បាស់លាស់ទាំងខ្ញុំទាំងអាស៊ីសេរីគឺលោកជឿនច័ន្ទបុតដែលលោកបានស្រាវជ្រាវពិតប្រាកដថាដីមាន2លាន3សែនហិកតាដែលកំពុងតែឲ្យវិនិយោគទុនបរទេសនៅខាងកើតគេធ្វើនៅខេត្តណារតនគិរីមណ្ឌលគិរីក៏ចេះស្ទឹងត្រែងបូកទាំងដីដែលនៅខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់ 28,000 ហិកតាជួរភ្នំកវាញនិងជួរភ្នំកុកភ្នំព្រោះជាង 28,000 ហិកតាទៀតអញ្ចឹងសរុបដីដែលខុសច្បាប់2លាន5សែនហិកតាជាងបងប្អូនពិចារណាមិនមែនតិចតួចទេណាជាង2លាន5សែនហិកតារដ្ឋាភិបាលថ្មីចូលទៅដឹកនាំប្រទេសវិញនៃដែលខុសច្បាប់ទាំងអស់នោះយកទៅចែកឲ្យប្រជាពលរដ្ឋយ៉ាងតិចបាន5លានគ្រួសារបូកទាំងពលទាហានដែលអត់មានដីនៅបងប្អូនពិចារណាមើលដី5លានគ្រួសារអាចទទួលបានដីពីរដ្ឋសួរប្រជាពលរដ្ឋខ្មែរ7លានអ្នកជាងអត់17លានអ្នកជាងគាត់អត់មានដីយ៉ាងច្រើនបំផុត3លានគ្រួសារអត់ដល់ទេតែបើយើងមានដីរដ្ឋសកួរដើម្បីចែកឲ្យគាត់5លានគ្រួសារអញ្ចឹងខ្មែរណាក៏ដោយត្រូវតែមានដីរស់នៅអត់មានខ្មែរណាអត់ដីរស់នៅទេនេះជាគោលការណ៍របស់រដ្ឋាភិបាលក្រៅប្រទេសនឹងចូលទៅដោះស្រាយរឿងនេះនេះនិយាយតែពីដីសម្បត្តិហើយដីសម្បត្តិដែលខ្ញុំបញ្ជាក់ឲ្យបងប្អូនច្បាស់មិនយើងចូលទៅដឹកនាំប្រទេសទៅដល់ដើរទៅដល់ដីសម្បត្តិគេអត់ទេយើងដកដីសម្បត្តិទាំងឡាយណាដែលខុសច្បាប់
ហើយមិនបានសោរាស៊ីនិយាយថាខុសច្បាប់ដីសម្បទានបងប្អូនខ្ញុំបំបែកអត្តន័យឲ្យបងប្អូនលំអិតបន្តិចវារៀងវែងបន្តិចតែបងប្អូនអាចយល់បើបងប្អូនចង់យល់ច្បាប់របស់ភូមិបាលរបស់សូរិយោដីក្រុមហ៊ុនទាំងឡាយណាដែលមកធ្វើដីសម្បទាននៅលើទឹកដីកម្ពុជាច្បាប់ភូមិបាលមានសិទ្ធិទទួលដីសម្បទានមួយក្រុមហ៊ុនតែ 10000 ហិកតាទេតែក្រុមហ៊ុនរាល់ថ្ងៃក្រុមហ៊ុនវៀតណាមក្រុមហ៊ុនអីគេទទួលបានរាប់សែនហិកតាគេធ្វើម៉េចដើម្បីបានដីនោះគ្រួសារតកូលហ៊ុនតែម្ដងចៅគាត់កូនគាត់ចដូនមួយគាត់ប៉ះពួកគាត់បង្កើតជាក្រុមហ៊ុនមិនក្នុងម្នាក់បង្កើតក្រុមហ៊ុន7 8 ទៅ 10បងប្អូនដើម្បីអីពួកមកក្រុមហ៊ុន 10000 អញ្ចឹងមកគាត់ម្នាក់ហ្នឹងគាត់បង្កើត6 7ក្រុមហ៊ុនដើម្បីឲ្យបានដី6 70000ហិកតាដល់អាដីហ្នឹងគាត់ប្រមូលបានហើយគាត់ប្រមូលអាដីហ្នឹងយកទៅលក់ឲ្យក្រុមហ៊ុនយួនយ៉ាងអាកូនមួយលក់70000អាកូនចៅមួយលក់80000អាចៅមួយលក់100,000គេប្រមូលទៅដីគេរាប់លានហិកតានេះជាគ្រោះថ្នាក់សម្រាប់ជាតិហើយដីដែលយកទៅសម្បទានឲ្យគេហ្នឹងណាច្បាប់វិនិយោគទុនគឺត្រូវតែជាពលករខ្មែរដាច់ខាតបុរដ្ឋាភិបាលអត់មានថវិកាធ្វើវិនិយោគទុននៅលើដីនឹងហើយបានរកបរទេសឲ្យធ្វើវិនិយោគទុនដើម្បីឲ្យទីមួយដីនឹងឧទាហរណ៍យកទៅដាំកៅស៊ូគឺកៅស៊ូផលិតកៅស៊ូហ្នឹងដោយសាររដ្ឋាភិបាលវាអត់មានទីផ្សារកៅស៊ូហ្នឹងបានតែឯងក្រុមហ៊ុនពីក្រៅមកធ្វើវិនិយោគទុននាំកៅស៊ូចេញទៅក្រៅតែកៅស៊ូហ្នឹងជារបស់ខ្មែរមិនមែនដាក់កៅស៊ូយកទៅប្រទេសក្រៅដាក់ឈ្មោះប្រទេសក្រៅហើយនាំចេញទៅក្រៅមិនមែនទេនឹងខុសច្បាប់ហើយគឺផលិតនៅខ្មែរជាប់កៅស៊ូដាក់ឈ្មោះគឺ made from Cambodia តែអត់ទេរាល់ថ្ងៃនាំចេញទៅបរទេសខាងកើតដាក់វាយផ្លាកខាងកើតនាំទៅបរទេសកៅស៊ូគេសោះតែផលិតនៅខ្មែរទី1ខុសច្បាប់ទី2ប្រជាពលរដ្ឋខ្មែរអត់មានកម្មករបានទៅធ្វើការលើនឹងគ្រប់ចំនួនទេគេឲ្យតិចតួចគេ1000ឯងនេះបានប្រហែល20នាក់អានឹងហើយដែលហៅថាខុសច្បាប់ពួកវិនិយោគទុនមានសិទ្ធិមកវិនិយោគទុនលើដីខ្មែរអ្នកឯងអាចយកមកពីប្រទេសអ្នកឯងអាច CEO បានន័យថាការដឹកនាំកម្ពុជារបស់ក្រុមហ៊ុនអាចយកពីប្រទេសអ្នកឯងមកបានទី2អ្នកបច្ចេកទេសឧទាហរណ៍មកដាំកៅស៊ូអ្នកបច្ចេកទេសដាំកៅស៊ូតែមករយៈពេលខ្លីទេឧទាហរណ៍2ទៅ3ឆ្នាំដើម្បីយកមកបង្រៀនប្រជាពលរដ្ឋខ្មែរដែលនៅទីហ្នឹងឲ្យចេះឲ្យអនុវត្តហើយអ្នកឯងត្រូវដកបច្ចេកទេសអ្នកឯងទៅវិញអត់អាចនៅ forever យ៉ាងទេទី3អ្នកដែល office ទាំងអស់ត្រូវតែជាពលករខ្មែរត្រូវតែជាពលរដ្ឋខ្មែរតែបំផុតគេអត់ធ្វើទេគេយកជនជាតិគេយកមកធ្វើនៅលើដីខ្មែរមួយហិកតាដាក់មកគ្រួសារតើ2លាន3សែនហិកតាគេដាក់ប្រមាណគ្រួសារហើយ99ឆ្នាំគេកើតកូនបានប្រមាណគេកើតចៅបានប្រមាណថាតើខ្មែរគ្រោះថ្នាក់យ៉ាងម៉េចហើយមិនត្រឹមតែដាក់ប្រជាជនទេគេដាក់កងទ័ពកងពលលេខ4របស់គេយកមកសិតតែយុវជនកងទ័ពមកលើទឹកដីខ្មែរតែយ៉ាងម៉េចដែរបងប្អូនឆ្លើយមកគណៈបកប្រជាជនដែលគ្រប់គ្រងជាពិសេសអស់លោកដែលជាគណៈបកប្រជាជនឆ្លើយមកអានឹងទឹកដីអីគេអានឹងឆ្លើយមកខ្ញុំនិយាយនេះអត់រឿងអើងតែគ្រោះថ្នាក់សម្រាប់ជាតិយើងបងប្អូនដែលអស់លោកគ្រប់គ្រងគណៈបកប្រជាជនហើយហៃអើតាមគាត់ដែលមិនបានមើលឃើញអាចំណុចហ្នឹងតើបងប្អូនឃើញគ្រោះថ្នាក់ទេ99ឆ្នាំគេកើតកូនគេប្រមាណចៅគេប្រមាណនៅលើទឹកដីហ្នឹងហើយរាល់ថ្ងៃនេះកុំថាតែចង្វាយខេត្តមិនទាំងហ៊ានទៅមើលដីហ្នឹងផងហើយបើខ្ញុំដឹងច្បាស់អ្នកព័ត៌មានដែលគេឲ្យពីខាងស្នួលខាងកាចេះមកណារ៉ែដែលនៅតំបន់ហ្នឹងគេដឹកទាំងយប់មួយថ្ងៃ100ទៅ200ឡានយកទៅប្រទេសវៀតណាមអស់លោកមើលឃើញទេអត់ឃើញតែអស់លោកបិទមាត់ដើម្បីផលប្រយោជន៍បុគ្គលអាគៈយកមួយឡានពី300ទៅ$500ក្នុងរ៉ែមួយឡានដឹកទៅខាងកើតនគរបាលដែលយាមនៅទីហ្នឹងគេឲ្យតែ5000រៀលលុយខ្មែរក្នុងមួយឡានអញ្ចឹងយប់នឹងរាប់100ឡានបាន50,000 200ឡានបាន1លានចែកគ្នា20ផ្លែអ្នកនឹងទៅតែប្រហែលប្រធានប៉ុស្តិ៍មកយកលុយនឹងថែមទៀតដែលខ្លួនឯងមួយឡានពី300ទៅ500រួចហើយនោះមកយប់ស៊ីពី50,000ទៅ$10,000រួចហើយនោះមកឃ្លាមអាយកលុយ50,000ទៅ1លាននៅក្នុងកំប៉ុងដែលពេលយប់ដែលពួកអង្គបាលយាមនៅច្រកព្រំដែននោះណាអំពើពុករលួយបែបហ្នឹង
តែពុករលួយនឹងជារឿងមួយផ្សេងតែរឿងបាត់បង់ដីធ្លីរឿងអនិច្ចជនដែលចូលមករស់នៅខុសច្បាប់ជារឿងមួយផ្សេងចំណុចនេះហើយដែលខ្ញុំថាខុសច្បាប់អញ្ចឹងបើរដ្ឋាភិបាលចូលទៅដឹកនាំប្រទេសក្រុមហ៊ុនណាដែលវិនិយោគទុនខុសច្បាប់ដកដីនឹងត្រឡប់មកវិញជាង2លានហិកតាដែលក្រុមហ៊ុនកំពុងតែធ្វើខុសច្បាប់ដែលយើងស្រាវជ្រាវដឹងឥឡូវថ្មីនេះមុនសមាជ3អាទិត្យខ្ញុំស្រាវជ្រាវច្បាស់ប្រជាពលរដ្ឋខ្មែរដែលជាកម្មករនៅលើដីនឹងមួយចំនួនតូចក្រុមហ៊ុនគេយកលេសថាពលករខ្មែរនឹងលួចកៅស៊ូគេដេញពលករខ្មែរនឹងអត់ឲ្យធ្វើការទៀតសួរថាកសែតមានបាននិយាយទេរដ្ឋាភិបាលទាំងមេឃុំទាំងមេស្រុកទាំងច្បាយខេត្តមានបានថ្កោលទោសក្រុមហ៊ុននឹងទេអត់ទាល់តែសោះបិទមាត់ចិត្តដើម្បីអំណាចរបស់អញកណ្ដាអញនិយាយវាប៉ះពាល់ដល់មេដកអញចោលអញ្ចឹងបិទឲ្យកម្មករវេទនាអត់ការងារធ្វើយើងខ្ញុំបានស្រាវជ្រាវច្បាស់ប្រជាពលរដ្ឋបានតែមកខ្ញុំច្បាស់និយាយច្បាស់ពីបញ្ហាហ្នឹងអានេះហើយដែលជាចំណុចក្តៅដែលយើងចង់បញ្ជាក់ឲ្យបងប្អូនបានដឹងថាតើរឿងតាក់ទងជាមួយនឹងដីវិនិយោគទុនវាប៉ះពាល់យ៉ាងម៉េចនឹងមួយផ្នែកនៃដីវិនិយោគទុនមួយផ្នែកទៀតដីដែលរបបលោកហ៊ុនសែនជាពិសេសលោកហ៊ុនសែនតែម្ដងគាត់ចេញអនុក្រឹត្យពីទីស្តីការគណៈរដ្ឋមន្ត្រីគេហៅថាសចនលុបក្បាលដីទាំងឡាយណាដែលបរទេសត្រូវការឧទាហរណ៍ដីនៅស្រុកបទុមសាគរខេត្តកោះកុងដែលបានលក់ទៅឲ្យក្រុមហ៊ុនចិនគេធ្វើពលានកប៉ាល់ហោះហើយពលានកប៉ាល់ហោះនឹងធ្វើរួចទៅហើយក៏ប៉ុន្តែសួរពលានកប៉ាល់ហោះនឹងមានកប៉ាល់ហោះណាចុះទេគេត្រៀមដើម្បីបើសិនជាមានសង្គ្រាមនៅឈូងសមុទ្រថៃឈូងសមុទ្រចិនហើយនឹងសង្គ្រាមនៅតៃវ៉ាន់គេអាចយកពលានកប៉ាល់ហោះនៅបទុមសាគរនឹងធ្វើជាមូលដ្ឋានយន្តហោះដើម្បីសង្គ្រាមនៅទីនោះសួរអាមេរិកដឹងទេអាមេរិកដឹងដីនឹងលុបក្បាលដីប្រជាពលរដ្ឋប្រមាណ1000គ្រួសារដែលមានប្លង់រឹងទៅហើយលោកហ៊ុនសែនចេញអនុក្រឹត្យដើម្បីលុបក្បាលដីនោះយកក្បាលដីទាំងឡាយនឹងយកទៅចែកយកទៅលក់ទៅឲ្យក្រុមហ៊ុនចិនអានឹងគឺជាដីដែលខុសច្បាប់អញ្ចឹងដីទាំងអស់នឹងរដ្ឋាភិបាលចូលទៅវិញនឹងដោះស្រាយជូនប្រជាពលរដ្ឋសូមឲ្យប្រជាពលរដ្ឋដែលមានប្លង់រឹងពីមុនដែលលោកហ៊ុនសែនលុបអនុក្រឹត្យនឹងចោលរក្សាឯកសារនឹងទុកដើម្បីឲ្យរដ្ឋាភិបាលថ្មីចូលទៅដោះស្រាយរឿងនឹងឲ្យប្រជាពលរដ្ឋទាំងដីនៅបឹងកក់ទាំងដីនៅស្ពានជ្រួយចង្វាដែលក្រុមហ៊ុន OCIC គឺក្រុមហ៊ុនលោកម៉ាណែតផ្ទាល់នឹងឯងដែលបានរឹបអូសយកដីប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋដំបូងខ្ញុំដឹង$4ក្នុង1ម៉ែត្រការ៉េក្រោយឡើង$8ក្នុង1ម៉ែត្រការ៉េអ្នកដែលតវ៉ាគឺគេឲ្យ18ចុងក្រោយតវ៉ាបិទផ្លូវឲ្យ$16ក្នុង1ម៉ែត្រការ៉េគាត់គ្រាន់តែយកទៅបូមខ្សាច់ដាក់ពេញឈូសផ្លូវបង្កើតឲ្យមានផ្លូវលក់ទៅវិញ1ម៉ែត្រការ៉េ$4000បងប្អូនគុណទៅដីរាប់ពាន់ហិកតានៅខាងលិចនៅខាងឆ្វេងដៃស្ពានជ្រួយចង្វាពីផ្លូវ 6A រហូតដល់ព្រៃលៀបបងប្អូនពិចារណាណាប្រមាណ$1000លានដែលលោកហ៊ុនម៉ាណែតលុយយកលុយដាក់កប៉ាល់គ្រួសារគាត់ដីនៅពលានកប៉ាល់ហោះដៃចូលថ្មីនេះប្រជាពលរដ្ឋប្រមាណគ្រួសារដែលទឹកភ្នែកដោយសារពង្រីកពលានកប៉ាល់ហោះដែលហាងឆេង1ម៉ែត្រការ៉េ$200-300ឲ្យគាត់$16ក្នុង1ម៉ែត្រការ៉េប្រជាពលរដ្ឋនៅទីនឹងក៏រក្សាប្លង់រក្សាឯកសារទុកដើម្បីរដ្ឋាភិបាលថ្មីចូលទៅដោះស្រាយរឿងនេះចំណុចនេះហើយគឺជាចំណុចរសើបរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកហើយអស់លោកមិនបាច់ចង់បិទមាត់សៅរ៉ាស៊ីមិនឲ្យនិយាយអត់ទេសៅរ៉ាស៊ីត្រូវតែនិយាយដើម្បីឲ្យប្រជាពលរដ្ឋបានដឹងដីនៅខេត្តកំពង់ឆ្នាំងលពីងដែលប្រពន្ធលោកស៊ុយសែនដកដីនឹងយកទៅហើយដីនឹងមិនតាមដឹងមិនមែនប្រពន្ធស៊ុយសែនទេគឺដីគ្រួសារតកូលហ៊ុនអញ្ចឹងហើយបានឥឡូវនេះដីនៅខេត្តកំពង់ឆ្នាំងមានដីច្រើនរបស់គ្រួសារតកូលហ៊ុនបានលោកហ៊ុនម៉ាណែតប្រកាសឲ្យខេត្តកំពង់ឆ្នាំងគឺជាតំបន់ឧស្សាហកម្មព្រោះសិតដីគ្រួសារគាត់នៅទីហ្នឹងហើយបង្កើតឲ្យតំបន់ឧស្សាហកម្មដើម្បីឲ្យដីខេត្តកំពង់ឆ្នាំងឡើងថ្លៃសិតតែនយោបាយសេដ្ឋកិច្ចបោកប្រាស់ប្រជាពលរដ្ឋបងប្អូនចឹងហើយប្រជាពលរដ្ឋត្រូវតែយល់ពីបញ្ហាហ្នឹងចឹងរដ្ឋាភិបាលឯករាជ្យ$23ដែលមានស្ថាប័នខ្ញុំជាអ្នកដឹកនាំតាក់ទងជាមួយនឹងដីធ្លីនឹងជួយពលរដ្ឋក្រីក្រតាក់ទងរឿងដីធ្លីនេះឯងហើយបើយើងចែកដីឲ្យប្រជាពលរដ្ឋមកគ្រួសារតែកន្លះហិកតាណាបងប្អូន
500 ម៉ែត្រ 5000 ម៉ែត្រការ៉េក្នុងកន្លែងហិកតាដីគាត់អាចសង់ផ្ទះបានគាត់អាចដាំដំណាំបានហើយពេលគាត់ដាំដំណាំហើយឧទាហរណ៍គាត់ដាំស្វាយចន្ទីឬមួយក៏គាត់ដាំស្វាយរដ្ឋាភិបាលរកទីផ្សារគាត់អញ្ចឹងគាត់មានទីផ្សារគាត់ដាំដំណាំនៅលើដីគាត់រស់នៅលើនឹងគាត់រកស៊ីផ្សំផងគាត់ដំណាំគាត់ដាំផងគាត់អាចរស់បានដោយសាររដ្ឋាភិបាលរកទីផ្សារគាត់អញ្ចឹងបំបត្តិភាពក្រីក្រមានទៀតទេបងប្អូនអញ្ចឹងខ្មែរត្រូវឆ្លងផុតពីភាពក្រីក្រដោយសាររឿងហ្នឹងចឹងហើយរឿងដីធ្លីនេះវាតកតទៅនឹងជីវភាពតែបើប្រជាពលរដ្ឋអត់មានដីធ្វើស្រែចម្ការអត់មានដីលំនៅឋានសួរថាតើគាត់មានដោយវិធីណាគឺគាត់ត្រូវតែក្រចឹងហើយបានស្ថាប័នដីធ្លីវាតកតងជាមួយនឹងពលរដ្ឋក្រីក្រនេះឯងអានេះសូមបញ្ជាក់ឲ្យបងប្អូនយល់ពីបញ្ហាហ្នឹងបើមិនចឹងទេពលរដ្ឋគឺអត់យល់ហើយសូមឲ្យនាំគ្នារួមកម្លាំងគ្នាឡើងដើម្បីដោះស្រាយជីវភាពគឺដោះស្រាយរឿងវិបត្តិដីធ្លីនេះមុនបានទៅរួចឥឡូវប្រជាពលរដ្ឋដែលនៅព្រំប្រទល់ដែលអត់មានដីធ្លីនៅក្នុងតង់សួរគាត់មានពីណាមករស់នៅទាំងវេទនារស់នៅទាំងអត់មានដីធ្វើកសិកម្មថាតើគាត់ដីធ្លីនេះរបបលោកហ៊ុនសែនគ្មានផ្លូវទេបងប្អូនគ្មានផ្លូវទេថាយកដីជូនប្រជាពលរដ្ឋវិញអត់ទេរបបនេះអត់ទេរបបនេះសុំតែមកសុកសុំតែមករស់ដើម្បីការពារអំណាចគ្រួសារតកូលខ្លួនឯងតែប៉ុណ្្នឹងទេថែមតិចទៀតអាចវាយសង្គ្រាមលើកទី3តែរបបនេះនៅតែត្រគេដើម្បីអត់ទឹកដីឲ្យគេដូរអំណាចដដែលអត់ទេចឹងប្រជាពលរដ្ឋជនភៀសឹករាប់សែនអ្នកងើបឡើងតស៊ូឡើងទាមទារទឹកដីយើងមកវិញហើយរុញឲ្យរបបតកូលហ៊ុននេះទារទឹកដីយើងមកវិញបើមិនចឹងទេបងប្អូនបាត់បង់យើងមើលសម័យប៉ុលពតខ្មែរបាត់បង់3លាន5សែនអ្នកស្មើនឹងកន្លះប្រទេសបើគិតទៅស្មើនឹងកន្លះប្រទេសក្នុងនោះរួមទាំងឪពុករបស់ខ្ញុំប្អូនស្រីខ្ញុំ2នាក់ជីដូនជីតាខាងម្ដាយខាងឪពុកអស់រលីងគឺក្នុងសម័យប៉ុលពតហ្នឹងសោកស្ដាយមិនសោកស្ដាយទេតែការបាត់បង់អាយុជីវិតជាងពាក់កណ្ដាលប្រទេសតែនៅសម័យប៉ុលពតអត់មានបាត់ដីសុំបីតែម្ដុំបងប្អូនចឹងពេលដែលយើងត្រឡប់មកវិញប្រជាពលរដ្ឋយើងអាចងើបត្រឡប់មកវិញរហូតមកដល់ឥឡូវ17លាននាក់ចំនួននឹងតែ7លាននាក់ទេបាត់បង់ពាក់កណ្ដាលតែប្រជាពលរដ្ឋត្រឡប់មកវិញឥឡូវរហូតដល់17លាននាក់មកទាំងបរទេសដែលមកបង្កប់រស់នៅបើនៅខ្ញុំមើលនៅស្រុកខ្មែរប្រជាពលរដ្ឋខ្មែរមិនបាន10លាននាក់ទេតែស្ថិតិអ្នកណាប្រាប់យើងបងប្អូនអត់មានទេស្ថិតិរាល់ថ្ងៃយួនប្រមាណខ្មែរប្រមាណខ្ញុំនិយាយនេះអត់រឿងឯងទេតែនេះជារឿងពិតដែលបងប្អូនត្រូវពិចារណាថាតើជំរាបទឹករបស់គេដែលជ្រាបមកនៅក្នុងស្រុកយើងតាមរយៈគេបង្កប់ចូលមកតាមរយៈនៅក្នុងរចនាសម្ព័ន្ធរបស់ជាតិរាល់ថ្ងៃជ្រាបពេញស្ថាប័នអស់ហើយនេះជាការគ្រោះថ្នាក់ជាទីបំផុតបងប្អូនចឹងសូមឲ្យបងប្អូនមើលឃើញពីបញ្ហាហ្នឹងណាធ្ងន់ណាធ្ងន់មែនតើអញ្ចឹងជំរាបបរទេសដែលធ្វើមកឲ្យខ្ញុំលើកពីបញ្ហាដែលបាត់ប្រជាពលរដ្ឋនៅសម័យប៉ុលពតពាក់កណ្ដាលតែចេញពីប៉ុលពតមកវិញដីអត់មានបាត់សំបីតែមួយចង្អាមកោះត្រល់គឺទាហានប៉ុលពតនៅទីនឹងការពារកោះត្រល់កោះគុជកោះពូលវៃកោះទាំងអស់ជារបស់ខ្មែរនៅសម័យប៉ុលពតចូលមកសម័យលោកហ៊ុនសែនបាត់ទាំងអស់កោះត្រល់គាត់សញ្ញេឲ្យគេកោះគុជគាត់សុំកលុំជាមួយថៃឲ្យសុកអានសញ្ញេកោះគុជទៅឲ្យថៃទៀតដើម្បីដូរយកអំណាចរបស់គាត់ការពារតកូលរបស់គាត់តែមួយគត់បងប្អូនឈឺចាប់ទេបងប្អូនឈឺចាប់ទេបាត់ប្រជាជនកន្លះប្រទេសទីបំផុតយើងអាចប្រជាជនអាចកើនឡើងទៅលោករហូតមកដល់17លាននាក់តែដីដែលយើងបាត់បង់នេះសួរថាតើកើនត្រឡប់មកវិញអត់ទេបាត់ជារៀងរហូតបងប្អូនពិចារណាកោះត្រល់បាត់កោះកញ្ចក់ខ្សែបាត់កោះពូលវៃបាត់កោះគុជបាត់ត្រឡប់មកវិញទេអត់ទេអត់មានកើនឡើងដោយប្រជាជនទេប្រជាជនបាត់បង់កន្លះប្រទេសតែប្រជាជនកើនមកវិញដីកណ្ដាលបាត់បង់ហើយគឺរបស់គេហើយឈឺចាប់ណាស់បងប្អូនអាចចំណុចហ្នឹងចឹងសូមឲ្យបងប្អូនគិតគូរសារឡើងមកវិញណាបើយើងបដ ாய் ទុកឲ្យគ្រួសារតកូលហ៊ុននឹងនៅដឹកនាំប្រទេសគឺខ្មែររលាយហើយលើកនេះចឹងហើយបានរដ្ឋាភិបាល$23រៀបចំឲ្យមានសមាជជាតិដើម្បីឲ្យប្រជាពលរដ្ឋបញ្ចេញសម្លេងបញ្ចេញមក
ហើយឥឡូវយើងឃើញហើយសេចក្តីថ្លែងការណ៍ទាំង5ចំណុចរបស់អង្គសមាជបានសម្រេចរួចហើយបងប្អូនបានឃើញនៅក្នុងបណ្ដាញ Facebook តាក់ទងទី1ជាមួយនឹងមិនគ្រប់គ្រងមិនទទួលស្គាល់របបផ្ដាច់ការហ៊ុនសែនទាមទារឲ្យរបបលោកហ៊ុនសែនទាមទារដីត្រឡប់មកវិញពីប្រទេសថៃមកវិញបំបត្តិអំពើពុករលួយជាពិសេសឧក្រិដ្ឋកម្មអនឡាញថាសង្ឃឹមថារបបលោកហ៊ុនសែនបំបត្តិឧក្រិដ្ឋកម្មអនឡាញទេគ្មានសង្ឃឹមទេព្រោះរបបនេះអត់មានស្អីក្រៅពីចោលលួចគេទេបើគ្មានធ្វើចោលលួចគេនេះអត់មានអីដើរទៅមុខទេវាមិនដឹងមានសេដ្ឋកិច្ចអីដែលដើរទៅមុខវាអត់មានតតែសោកបងប្អូនអត់ប្រទេសគេដែលរីកចម្រើនញូហ្សេឡង់ដែលរីកចម្រើនទី1តាក់ទងជាមួយអីស្ថាប័នស្អីកសិកម្មគេធ្វើកសិកម្មគេចំណេញណាស់ចំណេញយ៉ាងម៉េចល្ពៅមួយគ្រាប់6សេនវាអត់ដល់មួយកាក់ផងមួយគ្រាប់6សេនល្ពៅគេយកទៅដាំនៅក្នុងដីល្ពៅមួយដើមអាចបានផ្លែពី5ទៅ7ផ្លែមួយផ្លែ5គីឡូឡើង1គីឡូឥឡូវនេះល្ពៅ$3យ៉ាងតិចអញ្ចឹងមួយផ្លែវៃតែ5គីឡូមួយផ្លែ$15ល្ពៅក្នុងមួយផ្លែហើយបងប្អូនមើល7 8ផ្លែ$15ខ្ញុំមិនបាច់វាយច្រើនទេវាយតែ5ផ្លែចុះ$15គុណ5ឃើញប្រហែល$75អញ្ចឹងល្ពៅមួយគ្រាប់6សេនគេផលិតបាន$75ក៏ប៉ុន្តែកាត់ត្រាក់ទ័រកាត់ការធ្វើស្មៅកាត់អីខ្ញុំវាយអស់ពាក់កណ្ដាលអញ្ចឹងល្ពៅមួយផ្លែក្នុងមួយដើមគេអាចចំណេញបានយ៉ាងតិច$30-40ក្នុងមួយដើមអញ្ចឹងអាផលិតផលគេដែលគេចំណាយអស់$10,000ក៏ប៉ុន្តែគេប្រមូលត្រឡប់មកវិញយ៉ាងតិចដល់20-30ម៉ឺនអានឹងឯងដែលជាចំណេញគេធ្វើកសិកម្មគេចំណេញបែបហ្នឹងតែខ្មែរធ្វើខ្សែខាតដែលលឺដែរបងប្អូនដាំស្វាយចាក់ចោលណាស្វាយចន្ទីដាំមកឲ្យប្រមូលផលទីផ្សារនៅលើសម្លេងរបស់បរទេសនៅសងខាងស្រូវឆ្នាំទៅស្រូវរដូវស្រូវភាសាយើងហ្នឹងគេហៅស្រូវភាសាស្រូវធ្ងន់ដូចនាងសដូចរំដួលដូចសូម៉ាលីហ្នឹងអាចលក់1គីឡូបាន1200 1300ប្រជាជនសប្បាយចិត្តគាត់ធ្វើស្រែបានគាត់លក់1គីឡូ1200 1300គាត់អាចទុកទល់គាត់អាចធ្វើស្រែអាចរស់បានមានរឿងជាមួយថៃផ្លេតហាងឆេងនៅវៀតណាមទម្លាក់មកនៅ1គីឡូ800រស់ដោយវិធីណាបងប្អូនតម្លៃចុះ500បាត់ទៅហើយក្នុង1គីឡូអាស្រូវដែលវៀតណាមគេដាក់មកឲ្យខាងស្អីណាំបងគេនោះដើម្បីឲ្យពលរដ្ឋយើងធ្វើមួយឆ្នាំ2ដងទៅ3ដងដើម្បីលក់ចុះទៅវៀតណាមឆ្នាំទៅ1គីឡូ900អញ្ចឹងប្រជាជនអាចធ្វើស្រែអាចចំណេញបានរួចថ្លៃជីរួចអាចគាត់យកថវិកាដែលគាត់លក់ស្រូវនឹងអាចយកមកដោះស្រាយជីវភាពគាត់បានក្នុងរយៈពេល1ឆ្នាំឥឡូវចុះមកនៅ580និង600រៀលក្នុង1គីឡូងាប់បាត់សូម្បីតែថ្លៃជីបង់គ្រប់ថាតើសេដ្ឋកិច្ចបែបហ្នឹងលោកហ៊ុនសែនគ្រប់គ្រងដឹកនាំសេដ្ឋកិច្ចបែបហ្នឹងថាតើឲ្យពលរដ្ឋរស់ដោយវិធីណាហើយចំណូលរដ្ឋមានចំណូលអីអត់មានទេបងប្អូននឹងតាក់ទងវិស័យកសិកម្មមួយតាក់ទងនឹងវិស័យទេសចរបងប្អូនមើលមានទេសចរអីដែលចូលនៅទឹកដីកម្ពុជាក្រោយពីមានរឿងជាមួយថៃរឿងព្រំប្រទល់ថៃពេលមានរឿងព្រំប្រទល់គេគ្រាន់តែផ្សាយថាចំនួនព្រំប្រទល់តិចតួចសួរខ្មែរយើងបានផ្លោងធ្លាក់ចូលទៅថៃដែលធ្វើឲ្យប៉ះពាល់នយោបាយទេសចររបស់ថៃអត់ទាល់តែសោះមានថៃទម្លាក់គ្រាប់បែកកំតិចប្រាសាទបុរាណខ្មែរកំតិចលេនដ្ឋានរបស់ពលទាហានខ្មែរហើយឥឡូវនេះគេយកដីខ្មែរយកទៅធ្វើលេនដ្ឋានការពារទឹកដីថៃបងប្អូនពិចារណាមើលឥឡូវគេប្រើដីខ្មែរធ្វើបាបខ្មែរទៅទៀតសួរគេខាតទេគេអត់មានខាតគេចំណេញហើយគេសង្កត់ករដ្ឋាភិបាលខ្មែរបានទៀតបញ្ជាលោកហ៊ុនសែនបានទៀតពួកមិនហ៊ានជាមួយគេចាញ់គេហើយអានឹងឯងគ្រោះថ្នាក់សម្រាប់ជាតិបងប្អូនអញ្ចឹងបើទុកតកូលនេះវិលទៅវិញទុកតកូលនេះសួរសេដ្ឋកិច្ចកើនទេអត់ទេទេសចរក៏រលាយកសិកម្មក៏រលាយហើយមើលអចលនទ្រព្យលក់ដីដាច់ទេមានហាងឆេងទេដីរាល់ថ្ងៃលក់ផ្ទះដាច់ទេផ្ទះល្វែងអ្នកណាមានលុយតិចបើសេដ្ឋកិច្ចដួលទាំងស្រុងហើយ 100% ហើយមានអីទៀតអញ្ចឹងវិស័យនៅប្រទេសខ្មែរតែ3ចំណុចហ្នឹងទេបងប្អូនកសិកម្មទេសចរអចលនទ្រព្យ
ហើយបាននិយាយពីឧស្សាហកម្មឥឡូវនឹងផ្លូវអីទៀតបើគេបិទ EBA បើគេបិទ GSP ហើយយើងមើលឥឡូវនឹងតតាមយកពុនប្រមាណភាគរយពីដើមអត់ពុនសោះឥឡូវមកយក 19% ស្រែកថាជោគជ័យវាជោគជ័យដែលគេពីដើមគេយក 50% តែចុះពី 50% មិននៅ 19% មកស្រែកខ្លួនឯងជោគជ័យដែលពីមុនគេអត់យកពុនសុំឲ្យតែរៀលហ្នឹងអញ្ចឹងការដឹកនាំរបស់គ្រួសារតកូលហ៊ុននេះតាក់ទងជាមួយនឹង3វិស័យធំនេះបរាជ័យទាំងស្រុងបងប្អូនឃើញថ្មីនេះលោកហ៊ុនម៉ាណីណាបែរទៅជារៀបចំអង្គរសក្រានរីករាយសប្បាយអបអរសាទរបំពុលបងប្អូនឲ្យពុលការសប្បាយបែបហ្នឹងថាតើបងប្អូនសប្បាយនឹងគេយកដីធ្លីខ្លួនឯងមករស់នៅក្នុងតង់មករស់នៅផ្ទះបដោះអាសន្នហើយគេធ្វើកម្មវិធីឲ្យយើងគេថាសប្បាយឲ្យយើងភ្លេចទុកបែបហ្នឹងយើងសប្បាយកើតទេបងប្អូនពិចារណាយើងសប្បាយរួចទេតែរបបហ្នឹងគេធ្វើអញ្ចឹងហើយសួរគ្រួសារលោកហ៊ុនសែនហ្នឹងអ្នកដឹកនាំទាំងអស់ហ្នឹងមានឧត្តមគតិដើម្បីពលរដ្ឋទេអត់ទេគ្រួសារហ្នឹងបើខ្ញុំមើលមិនដឹងថាជួយជាតិឲ្យវិធីណាបើបែរទៅធ្វើសំធំជាងគេក្នុងពិភពលោកអ្នកណាមកចាប់អារម្មណ៍បងប្អូនពិចារណាមើលយកលុយជាតិយកទៅបំផ្លាញកម្មាវែងជាងគេនៅក្នុងពិភពលោករំម៉ាក់ស៊ីសុនមានមនុស្សច្រើនជាងគេចូលរួមរំបងប្អូនកាត់ការពង្រាយអង្គរវត្តច្រើនជាងគេបងប្អូនមើលអស់លោកដែលជាអ្នកដែលណាដែលស្រែកថាគ្រប់គ្រងគណៈបកប្រជាជននឹងមានបានយកខួរក្បាលទៅគិតថាខួរក្បាលអញនឹងត្រឹមត្រូវប្រតិកម្មត្រឹមត្រូវទេខ្ញុំមើលសូម្បីតែខួរក្បាលលោកហ៊ុនសែននៅបើនៅប្រទេសគេជឿនលឿនណាគេយកខួរក្បាលលោកហ៊ុនសែនទៅមើលថាតើខួរក្បាលគាត់នៅធម្មតាឬមួយក៏វាអ្នកធ្វើអីទៅហើយពួកអ្វីដែលគាត់ធ្វើណាវាប្រាចាកពីធម្មជាតិវាប្រាចាកពីសង្គមដែលកំពុងតែកាត់ឡើងពលទាហានស្លាប់រាប់រយនាក់ប្រជាពលរដ្ឋរាប់សែនរាប់ម៉ឺននាក់កំពុងតែជួបវិបត្តិទាំងសេដ្ឋកិច្ចទាំងគ្រួសារទាំងការឈឺស្កាត់គាត់អត់ទៅសួរសុខទុក្ខទេគាត់បែរទៅសួរសុខទុក្ខឯណាអ្នកកំ ប្លែកម្នាក់នាយក្រិនឯណាធ្វើបងងើយបងប្អូនពិចារណាមើលខួរក្បាលគាត់ធម្មតាដូចគេដូចអីខ្ញុំមើលទៅមិនមែនធម្មតាទេដូចគាត់មានខុសប្លែកអីមួយហើយមិនបានគេទុកឲ្យគាត់នៅដឹកនាំទៀតគេចង់ឲ្យប្រទេសយើងលាយដោយសារការដឹកនាំដែលយកអ្នកខួរក្បាលមិនធម្មតានេះយកទៅដឹកនាំដើម្បីឲ្យបំផ្លាញជាតិរបស់យើងនេះជាគោលដៅរបស់គេណាបងប្អូនជឿចាប់បែបណាដែលយកមនុស្សចឹងយកមកដឹកនាំប្រទេសធ្វើឲ្យប្រទេសខ្ទេចខ្ទីអស់គឺដោយសារគ្រួសារតកូលហ៊ុនហើយលោកហ៊ុនបានអាចคล้ายទៅជានាយករដ្ឋមន្ត្រីឡើងតាមជើងខោអ៊ំនឹងជារឿងមួយធម្មតាទេបងប្អូនអត់ទេគ្មានតលតែសោះគ្មានទេតើគ្រួសារនឹងដោះស្រាយស្អីខ្លះទៅរួចរឿងព្រំប្រទល់ឥឡូវងាកមករឿងប្រេងនៅក្នុងប្រទេសប្រេងគេឡើងថ្លៃប្រេងគេដឹកចូលតែមិនដល់ស្រុកខ្មែរដែលប្រេងមួយសុទ្ធឡើងថ្លៃជាងប្រេងសាំងទៅទៀតពួកអីសុទ្ធប្រជាជនប្រើច្រើនការបូមទឹកការធ្វើសហជីវកម្មស្អីទាំងអស់គឺប្រើប្រេងមួយសុទ្ធអញ្ចឹងគេឡើងថ្លៃតាមចិត្តនៅប្រទេសញូហ្សេឡង់ណាបើប្រេងសាំង$2.50ក្នុង1លីត្រប្រេងមួយសុទ្ធតាម$80 $70ទេខុសគ្នាឆ្ងាយចង់ពាក់កណ្ដាលបងប្អូនតែរបបលោកហ៊ុនសែនទិញពីប្រេងពីគេពីក្រៅមកប្រេងមួយសុទ្ធថោកជាងប្រេងសាំងជាទូទៅតែដល់ពេលតម្រូវការរបស់ប្រជាជនច្រើនគឺគេយកប្រេងមួយសុទ្ធនឹងឲ្យថ្លៃជាងសាំងទៅទៀតអានឹងមានន័យថាម៉េចធ្វើបាបប្រជាពលរដ្ឋអត់ឲ្យសេដ្ឋកិច្ចប្រជាពលរដ្ឋងើបបានតតែសោះគឺដោយសារការធ្វើនយោបាយសេដ្ឋកិច្ចដើម្បីជន់កោប្រជាពលរដ្ឋនេះឯងអញ្ចឹងបងប្អូនគួរតែមើលឃើញអាតកតហ្នឹងហើយប្រេងសាំងប្រេងមួយសុទ្ធតែបានឡើងហើយណាខ្មែរមិនងាយចុះទេបើទោះបីពិភពលោកគេចុះក៏ដោយក៏ខ្មែរមិនងាយចុះដែរដោយសារអំពើពុករលួយបងប្អូនដល់ចឹងហើយអានឹងបងប្អូនមើលឲ្យឃើញពីបញ្ហាហ្នឹងថាគ្រោះថ្នាក់ណាស់ជាតិយើងចឹងបាទខ្ញុំនៅតែអំពាវនាវអ្នកដែលក្បត់អ្នកដែលជារលកចូលហ៊ុនសែនអានឹងគេចូលទៅហើយតែអ្នកដែលនៅក្នុងចាប់ដៃគ្នាសុំកុំក្បត់ទៀតដែលយើងជ្រើសរើសជាដើមកជាអីនៅក្នុងស្រុកក៏ដោយនៅក្រៅស្រុកក៏ដោយសុំឈប់ក្បត់ទៀតទៅកុំឃ្លានអាលុយដែលគេឲ្យប៉ុណ្ណឹងដើម្បីយកមកធ្វើរលកគេត្រឡប់ធ្នាក់ដើម្បីជាប្រវត្តិសាស្ត្រ
ណាដែលខ្លួនឯងបានបំផ្លាញចូលរួមបំផ្លាញអ្នកប្រជាធិបតេយ្យនោះឈប់ទៅហើយបើថាខ្លួនឯងចង់ចូលចេញមកចូលបដ ாய் ទៅកុំឲ្យនៅលុបលៀនទៀតហើយបើនៅលុបលៀនទៀតខ្ញុំសៅរាស៊ីក៏បួងសួងឲ្យវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកជាពិសេសបារមីវត្តភ្នំសេរីកាច់បំបាក់កអាពួកខូចនឹងអាអ្នកនៅប្រកបនឹងកាច់បំបាក់កវាមុនគេហើយកុំថាមិនជឿណាវត្តភ្នំសេរីខ្ញុំឃើញស័ក្តិសិទ្ធិណាបងប្អូនដើមឈើមួយដើមតោងតាម៉ែកឯនៅលើគេអត់មានគុណទេបងប្អូនអាចតោងជាប់អាចរស់បានរាប់សិបឆ្នាំនៅទីហ្នឹងណាខ្ញុំធ្លាប់ទៅលេងវត្តភ្នំសេរីកាលឆ្នាំណានោះលោកតាអាចារ្យនៅក្នុងនេះទៅចៅទូកហើយលោកតាអាចារ្យដូចសប្បាយដូចនិយាយអីតែនេះបានហើយលោកព្រះអង្គមុនបន្តិចបានហាមថាកុំឲ្យសើចធ្វើអីហួសពីធម្មតាអាចលេខទូកតាអាចារ្យឡើងទៅផ្លិតលេខទូកលុបទូកម្ដងហើយនោះអស់ទូរស័ព្ទអីហ្នឹងទៅទឹកអីសើមអីផ្សេងទៀតស្រាប់គាត់ទៅថែមមួយសារទៀតលេខមួយសារទៀតវត្តភ្នំសេរីបារមីវត្តភ្នំសេរីក៏សុំឲ្យបារមីវត្តភ្នំសេរីតាមកាច់បំបាក់កអាជនណាបង្កប់ជនណាដែលក្បត់ឆន្ទៈរបស់ប្រជារាស្ត្រហើយបើថាចូលក៏ចូលបណ្ដោយទៅអានឹងអត់អីទេតែបើនៅបង្កប់សុំឲ្យព្រះបរមីវត្តភ្នំសេរីតាមបំផ្លាញតាមធ្វើឲ្យអ្នកបែបនឹងតន់ហន់ណាហើយបើចេញទៅគុំនៅបង្កប់បើនៅបង្កប់បារមីវត្តភ្នំសេរីវាយបំបាក់កឲ្យតាមរយៈអីទាំងបេះដូងក៏បានតាមរយៈក្លាប់ឡានងាប់ក៏បានអានឹងខ្ញុំនិយាយទៅមិនមែននិយាយថាអ្នកណាទេអានឹងទូទៅអ្នកដែលចូលក្នុងវត្តគោលបំណងដើម្បីបំផ្លាញអ្នកប្រជាធិបតេយ្យឬមួយក៏តាមរយៈស្អីក៏ដោយអានឹងសូមឲ្យបារមីវត្តភ្នំសេរីនឹងធ្វើឲ្យតន់ហន់កុំឲ្យទុកយូរបាទតែនេះខ្ញុំនិយាយនេះមិនមែនចោទទៅលើអ្នកណាទេគ្រាន់ថាបួងសួងបើសិនជាមានអ្នកដែលមានបំណងបែបហ្នឹងសូមឲ្យបរមីវត្តភ្នំសេរីហ្នឹងតាមវាយឲ្យតន់ហន់តែម្ដងបាទងាកមកវិធានបទយើងវិញបងប្អូនតើតោះ